ហេតុអ្វីបានជាថៃវាដណ្ដើមដីខ្មែរតាំងពីសម័យបុរាណរហូតដល់សម័យបច្ចុប្បន្នហើយមិនចេះឈប់មិនចេះឈរនេះគឺមានមូលហេតុខ្លះដែលបងប្អូនស្វែងយល់បន្ថែមហេតុផលដែលសៀមឬក៏ថៃវាយកដីខ្មែរកាលពីសម័យបុរាណមកពីបញ្ហាប្រវត្តិសាស្ត្រទាំងក្នុងហើយនិងក្រៅប្រទេសរបស់កម្ពុជាទី1កម្លាំងរបស់អង្គរងាយនឹងខ្សោយថយចុះចឹងចាប់ពីសតវត្សទី13ដល់សតវត្សទី14អាណាចក្រអង្គរយើងគឺចាប់ផ្ដើមចុះខ្សោយខ្លាំងការគ្រប់គ្រងមិនរឹងមាំមានការបែកបាក់ដីក្នុងការដណ្ដើមរាជអំណាចគ្នាទៅវិញទៅមកហើយសង្គ្រាមនៅក្នុងស្រុកដែលធ្វើឲ្យប្រទេសលាក់ដុនដាបចុះខ្សោយកាន់តែខ្លាំងហើយហេតុផលទាំងនេះក៏បានបើកឱកាសឲ្យសៀមនិងវៀតណាមចូលវាយយកដីយ៉ាងងាយជាងមុនទី2ដោយសារតែសៀមមានការរីកចម្រើនពេលនោះសៀមកំពុងតែពង្រីកអំណាចខ្លួនសារជាថ្មីដែលស្ថិតនៅក្នុងក្រុងអយុធ្យាក្រោយមកក៏ក្លាយទៅជាក្រុងបាងកកពួកគេក៏បានពង្រីកទឹកដីដើម្បីបង្កើនអំណាចនិងបង្កើតធនធានរបស់ពួកគេទាំងធនធានមនុស្សទាំងសម្ភារៈអ្វីគ្រប់យ៉ាងគឺសៀមមានការអភិវឌ្ឍខ្លាំងមែនទែនមានការរីកចម្រើនខ្លាំងទី3ទីតាំងនិងធនធានដីខ្មែរសម្បូរទឹកដីដែលមានជីវជាតិសម្រាប់ធ្វើកសិកម្មដូចជាខេត្តបាសាក់ខេត្តសៀមរាបខេត្តបាត់ដំបងដោយសារតែហេតុផលដីទាំងសន្តានដីទាំងនេះហើយបានជាសៀមវាតែងតែឈ្លានពានចង់យកដីខ្មែរមិនចេះឈប់មិនចេះឈរដោយសារតែទាំងនេះហើយដែលមានទីតាំងខេត្តដូចជាមិញដែលខ្ញុំបានរៀបរាប់មានបាសាក់មានសៀមរាបមានបាត់ដំបងទីតាំងនេះវាជាទីតាំងយុទ្ធសាស្ត្រសំខាន់ដែលនៅចន្លោះសៀមហើយជាមួយនឹងវៀតណាមដូច្នេះសៀមចង់កាន់កាប់ដីទាំងអស់នេះដើម្បីប្រើជាអាចកំបាំងក្នុងការការពារហើយក៏ដូចជាបង្កើតច្រកពាណិជ្ជកម្មផងដែរទី4ការប្រកួតប្រជែងជាមួយនឹងវៀតណាមសៀមនិងវៀតណាមតែងតែប្រកួតប្រជែងគ្នាទៅវិញទៅមកក្នុងការទាមទារឬក៏ការដណ្ដើមដីរបស់កម្ពុជាដើម្បីមិនឲ្យវៀតណាមយកដីរបស់កម្ពុជាច្រើនសៀមក៏វាយកផ្នែកខ្លះពីវៀតណាមដើម្បីយកទៅកាន់កាប់ទី5ការវត្តមានមហាអំណាចអន្តរជាតិគ្រប់គ្រងនៅក្នុងសម័យបុរាណមិនមានសន្ធិសញ្ញាអន្តរជាតិដូចសពថ្ងៃទេចឹងអំណាចយោធាកាលពីសម័យអង្គរសម្រាប់ថាអ្នកខ្លាំងគឺបានហើយអ្នកខ្សោយគឺបាត់បង់ទឹកដីសរុបមកវិញសៀមវេដណ្ដើមដីខ្មែរព្រោះតែខ្លួនខ្លាំងឡើងហើយខ្មែរចេះតែថយចុះដីខ្មែរមានតម្លៃនិងស្ថិតនៅក្នុងតំបន់ចំនួនជាមួយនឹងវៀតណាមហើយបើយើងនិយាយពីដីខ្មែរដែលបានបាត់បង់ទៅសៀមកាលពីសម័យបុរាណបើតាមប្រវត្តិសាស្ត្រគឺមានច្រើនខេត្តរហូតដល់31ទៅ36ខេត្តណាបងប្អូនឬក៏យើងហៅថាតំបន់ធំដែលត្រូវបានបាត់បង់ទៅសៀមតំបន់សំខាន់ដែលខ្មែរបានបាត់ទៅសៀមគឺមានខេត្តបាត់ដំបងខេត្តសៀមរាបនិងខេត្តពោធិ៍សាត់តំបន់ទាំងនេះត្រូវបានសៀមបានយកទៅកាន់កាប់នៅចុងសតវត្សទី18សតវត្សទី19បន្ទាប់ពីអាណាចក្រខ្មែរងាយនឹងរងភាពទន់ខ្សោយហើយតំបន់ដងរែកនិងដែនកំពង់ស្វាយតំបន់ភាគឦសាននៃកម្ពុជារបស់យើងត្រូវបានសៀមគ្រប់គ្រងតែរយៈពេលខ្លីទេដែលធ្វើឲ្យខ្មែរយើងមានការដុនដាបថយចុះតាំងពីបុរាណមករហូតមកដល់បច្ចុប្បន្នដោយឡែកទន្ទឹមនឹងការបាត់បង់ប៉ុន្តែខ្មែរយើងក៏អាចទាមទារមកវិញបានដែរនៅក្នុងឆ្នាំ1607ក្រោមសម្ពាធរបស់បារាំងសៀមត្រូវបានប្រគល់ត្រឡប់ខេត្តមកវិញឲ្យកម្ពុជាមានដូចជាខេត្តបាត់ដំបងសៀមរាបហើយនិងពោធិ៍សាត់មកឲ្យខ្មែរវិញតំបន់មួយចំនួនដែលថៃស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃមានដូចជាក្រុងសេរីសុផាន់និងអារ៉ាញ់ដែលជាផ្នែកនៃប្រទេសថៃប្រទេសបច្ចុប្បន្នអញ្ចឹងអារ៉ាញ់សប្តាហ៍គឺនៅថៃប៉ុន្តែសេរីសុផាន់គឺខ្មែរយើងទទួលបានមកវិញដោយសារតែសម្ពាធរបស់បារាំង